khôi sẽ va thì đây bong phone ơi đây chăm chiêng bay ngày ấy nòm chiêng mau bị đà lên với nhà lấy ní do tu sắp mà chua chôn sẽ va môi sân cứ đã sim ấy còn miền sẽ va đây bong phone mà cha con ha ơi chăm chiêng đà lên như đi chăm mai mau vì xa chứ nè lời tu sắp khôi ấy cất mấy giờ lời sốt mau tí mau lời ní ok từ mơ thằng ác này bong phone bánh ha khôi sẽ va dựng đó sẽ việc mà chơi việc mà chứ nè chẳng tu sắp ní cứ đã sim ấy có squad sẽ va đây bong phone tìm mua squad sẽ va tí pi squad tầng wifi tầng bluetooth tiền wifi tiền bluetooth cứ kiêng vô mong bong phone chẳng dân châu từ checkនៅក្នុង setting ចូលទៅ wifi គឺបើកអត់បានទេបងប្អូនគឺថាគាំងយកហ្មងបងប្អូនសេវាក៏ដើរ wifi ក៏ដើរ bluetooth ក៏ដើរ wifi គឺចូលទៅគាំង bluetooth ចូលទៅគាំងដូចគ្នាអញ្ចឹងឥឡូវនេះយើងទៅ check មើល setting វាបើវាសិនបងប្អូន wifi address វាគឺថាគាំងបាត់ហើយវាលោតពី NA ណាវាលោត NA គឺគាំងហើយអញ្ចឹង SIM ក៏អត់ស្គាល់អីក៏អត់ស្គាល់អញ្ចឹងឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើការដោះប្របែកម៉ាស៊ីនហើយម៉ាស៊ីនរបស់គាត់នេះវាមានបញ្ហាធ្លាប់ផ្ទេបតកណាត់លើដែរណាអញ្ចឹងយើងធ្វើការដោះ check សិនបងប្អូនយើងក៏បាន check ជំរាបទៅម្ចាស់គាត់ដែរថាម៉ាស៊ីនគាត់ធ្លាប់ផ្ទេបតកណាត់លើឥឡូវនេះយើងធ្វើការដោះប្របែកម៉ាស៊ីនចេញមកហើយឃើញថាម៉ាស៊ីននេះគេកោះ HD កោះ CPU លើកផ្ទេមួយកណាត់លើហើយហើយអញ្ចឹងយើងដំណោះស្រាយយើងត្រូវពុះម៉ាស៊ីនវាមើលសិនថាវាខូចអីគេដែលពាក់ព័ន្ធជាមួយនឹង Wi-Fi Bluetooth ដែរណាបងប្អូនអញ្ចឹងឥឡូវនេះខ្ញុំដោះចេញមកខ្ញុំនឹងបង្ហាញនៅក្នុង microscope ថាវាខូចអីគេដែលវាអត់ដើរមុខងារហ្នឹងណានេះបងប្អូនដៃដែលខ្ញុំច្អល់ហ្នឹងគឺជាមុខងារសណដាំជុំវិញម៉ាស៊ីនហ្នឹងណាបានន័យថាវាងាប់សណទី2វាខូចអាជើងតិន័យនេះបងប្អូននេះកន្លែងនេះគឺក្រាមសណងាប់អស់ហើយអញ្ចឹងវាអត់ច្រឡងតិន័យអញ្ចឹងតែធ្វើឲ្យមុខងារសេវា Wi-Fi Bluetooth ហ្នឹងអត់ដើរទេអញ្ចឹងយើងធ្វើគ្រាន់តែធ្វើការដាំស៊ុំវាឡើងវិញបងប្អូនធ្វើការបឺតជើងវាឲ្យស្អាតទាំងលើទាំងក្រោមណាបើធ្វើការ clean វាសម្អាតឲ្យស្អាតទាំងអស់មកដើម្បីធ្វើការដាំស៊ុំថ្មីឡើងវិញមុខងារសេវា Wi-Fi Bluetooth វាដែរហើយអត់វាបញ្ហាត្រឹមតែប៉ុណ្្នឹងឯងវាអត់មានឆ្លងអត់មានអីទេដោយសារតែម៉ាស៊ីននេះគាត់ធ្លាប់ជួសជុលពីមុនមកយូរឆ្នាំមកដែរហើយវាទៅទាំងងាប់សណងាប់អីណាអញ្ចឹងនេះបងប្អូនបន្ទាប់ពីយើងធ្វើការជូត clean សម្អាតហើយឃើញថាប្លុកដែលវាបញ្ហាធ្ងន់ជាងគេនេះអាប្លុកខាងក្រោមនេះហ្នឹងគឺវាស្អាតវិញហើយពីមុនហ្នឹងខំសណជាប់គ្នាទេដោយសារវាងាប់ជើងណាអញ្ចឹងឥឡូវនេះយើងធ្វើជើងស្អាតហើយយើងធ្វើខាងងូតទឹកឲ្យម៉ាស៊ីននឹងមួយដែរខ្ញុំងូតទឹកវាឲ្យស្អាតណាអញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើមធ្វើការដាក់ចូលពុំដើម្បីធ្វើការដាំជើងអាជើងតិន័យទាំងអស់ហ្នឹងឡើងវិញដើម្បីឲ្យមុខងារទាំងអស់វាដើរឡើងវិញបងប្អូនដោយសារតែអាស៊ុំចាស់ហ្នឹងវាខូចបងប្អូនអញ្ចឹងឥឡូវយើងគ្រាន់តែដាំស៊ុំចូលវិញទៅគឺវាដំណើរឥឡូវនេះការដាំរបស់ខ្ញុំគឺបានស្អាតល្អហើយបានន័យថាវាអត់ជាប់ជាមួយនឹងពុំទេពុំម្ដងណាអញ្ចឹងឥឡូវនេះយើងធ្វើការតម្លាក់ចូលដោយសារតែជើងវាស្មើស្អាតអស់ហើយយើងធ្វើការផ្គុំម៉ាស៊ីននឹងចូលវិញទៅដំណើរការវិញហើយបងប្អូនទាំងមុខងារសេវាទាំងមុខងារ Wi-Fi Bluetooth គឺដើរវិញហើយអរគុណមែនតើសម្រាប់បងប្អូនអរគ្នាដែលទុកចិត្តនឹងរងចាំយកមកឲ្យខ្ញុំធ្វើណាអញ្ចឹងឥឡូវនេះមុខងារទាំងអស់គឺដើរឡើងវិញហើយបងប្អូនសេវាយើងអស់ដើរបែបនេះគឺដើរស្រួលហើយបងប្អូនសេវាគឺពេញបឹបហ្មង 4G ហ៎បងប្អូននេះឃើញទេសេវាគឺដើរពេញបឹបអញ្ចឹងយើងទៅបិទសេវាយើងទៅបើក Wi-Fi ម្ដងអញ្ចឹង Wi-Fi ក៏ដូចគ្នាដែរបងប្អូនខ្ញុំបានធ្វើតេស្តរួចរាល់ហើយគឺដំណើរការស្រួលណាអញ្ចឹងយើងអស់ដើរបែបនេះគឺ Wi-Fi វាដើរស្រួលហើយឥឡូវយើងចូលទៅ check នៅក្នុង setting បងប្អូនដើម្បីទៅមើល Wi-Fi address របស់វាពីដំបូងមកឡើយវា load NA វាអត់ស្គាល់ទេនេះបងប្អូនឥឡូវវា load ស្គាល់ហើយអញ្ចឹងបានន័យថាដំណើរការវាគឺដើរឡើងវិញហើយបងប្អូនហើយខ្ញុំពិតជាអរគុណមែនតើសម្រាប់បងប្អូនអរគ្នាដែលទុកចិត្តការងារជួសជុលកន្លែងខ្ញុំនិងរងចាំខ្ញុំអរគុណមែនតើ